យកសពគង់ការលយជាការពិតមួយដងមួយកាលដែរកាលពីយប់មានភ្លៀងមួយមេធំភ្លៀងធ្លាក់ក្នុងរដូវនេះជាការចម្លែកដែលមិនសូវមានទេទឹកល្អក់ខ្វល់កាត់ក្នុងជង្ហុកនិងក្រឡុកវិថីនៃក្រុងបាត់ដំបងនៅពេលទៀបភ្លឺទីឃាវុធទុំបង្កើតលើរ៉ឺម៉កដែលដឹកវ៉ាលីសខ្លួនមួយផងបានសម្ដៅឆ្ពោះទៅស្ថានីយរថភ្លើងដើម្បីធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញក្រោយដែលបានមកលំភែកចិត្តនិងកំសាន្តជាមួយគ្រួសារនាភូមិអូតាគីក្នុងអំឡុងពេលយប់បុណ្យចូលឆ្នាំចិនរួចអ្នកគំលុះក៏បានមកស្នាក់អាស្រ័យនៅផ្ទះបងប្អូនក្នុងក្រុងមួយយប់ដើម្បីក្រោកមកជិះរថភ្លើងឲ្យបានទាន់ពេលព្រោះត្រូវចេញដំណើរពីប្រហាមស្រាងយានតូចបានបត់កាច់ចូលតាមថ្នល់ត្រង់ទៅស្ថានីយ៍ផ្លូវនេះមានទឹកដក់តាមក្រឡុកច្រើនអនេកព្រោះខ្វះការជួសជុលជាយូរយារណាស់មកហើយថ្នល់ជាភក់ស្អិតដូចបាយម៉ានស្រាប់តែមានរថយន្តស៊ីសូ402មួយបយ៉ាងលឿនជិះហួសទៅដោយបាច់ទឹកកខ្វក់មកលើអ្នកដែលវារងើមអ្នករើមកក៏តាំងជេរប្រតិចឯទីឃាវុធបានសម្លឹងមើលលេខឡានហើយស្គាល់ជាក់ជារបស់អ្នកសៅផ្អយស្ត្រីនេះជាប្រពន្ធមួយទូក្នុងចំណោមប្រពន្ធច្រើនអ្នករបស់ភ្ញៀកទាធរអតីតទេសាភិបាលខេត្តបាត់ដំបងក្នុងសម័យអាណាចក្រសៀមក្រោយមកក្នុងផែនដីកផនប្រែវបាត់ដំបងត្រូវបានមករួបរួមក្នុងអាណាចក្រខ្មែរវិញអ្នកសៅរងក៏រត់ភៀសខ្លួនជាមួយចង្កំប្រពន្ធឯទៀតដើម្បីទៅតាមស៊ីបុនលោកម្ចាស់ជាស្វាមីឯប្រទេសសៀមទៀតដោយបានរួមវាសនាចែកហ៊ុនគ្នាជាមួយស្ត្រីឯទៀតផងអ្នកសៅរក៏ទទួលបានកូនស្រីមួយកូនប្រុសមួយពីភ្ញៀកទាធំមួយអន្លើនិងទ្រព្យសម្បត្តិជាមរតយ៉ាងក្រាស់ក្រែលឥឡូវនេះអ្នកសៅប្រែរំលាកខ្លួនត្រឡប់ចូលមកដែនកំណើតវិញហើយសង់ផ្ទះថ្មមួយស្កឹមស្កៃកំណាចនៅភូមិវត្តលៀបអ្នកសៅបក្តីបុត្រាបុត្រីគាត់ក្តីដែលជាអ្នកបាត់ដំបងហៅដោយគោរពថាបុគ្គលនោះតែងបញ្ចេញបង្អួតឲ្យអ្នកផងកោតថាខ្លួនជាអ្នកមានទ្រព្យជាអ្នកមានអំបូរខ្ពស់ហើយជាអ្នកធ្លាប់នៅទីក្រុងធំនៅក្នុងផ្ទះគាត់ដែលតូបតែងដោយវត្ថុជាច្រើនស្អេកស្កាឥតសំសួនសោះគឺមានបាសុទ្ធតែរបស់ថ្ងៃឲ្យគេស្ញប់ស្ញែងដូចជាផ្ដិលមាសប្រអប់ស្លាមាសជាដើមថ្វីបើគាត់មានអាយុ50ប្លាយទៅហើយគាត់នៅស្លៀកខៀនពណ៌ស្រស់មុខគាត់តែម្សៅរទុះជើងគាត់ពាក់ស្បែកជើងផ្ទះនៅចុងស្រួចហើយឡើងលើហើយគាត់ដើររកក្រោយខ្នងបន្ទេមកក្រោយបន្តិចភ្នែកសម្លឹងទៅឆ្ងាយមានរោគពោះក្រអឺតបែបចង់សម្ដែងឲ្យឃើញថាដីនេះទីនេះកាលពីដើមមិនជារបស់ប្តីអញគឺនៅជារបស់ខ្លួនអញខ្លះដែរចំណែកឯកូនប្រុសគាត់ជើងខោព្រៃខ្មៅធំពន់ការ៉ុងអំបិលហើយពាក់អាវព្រែអន្លូញតាខ្វាក់ធំពណ៌ខៀវក្រហមថ្ងៃឡើងគិតតែពីបើកឡានដើរចូលត្រីក្រឹមឬចូលមាន់ហើយយប់ឡើងដើរចង់ស្រីជាមួយដៃគូត្បាញឯពីរបីនាក់ឯខុនសេរវិញអស់ចាហើយដឹងតែភឹបតែម្ដងជិះកង់ជិះម៉ូតូតែងខ្លួនភោភារកគ្មានពីទេក្នុងដែនបាត់ដំបងខុនឯលិចខុនឯកើតអ្នកដងស្ទឹងសង្កែភាំងស្មារតីដោយឃើញសោះនៅសេចក្តីហឺហាចម្លែកដល់ម្លេះឡើយត្បិតសម័យនេះពុំដែលមានស្ត្រីមានពូជអម្បូរណាហ៊ានជិះតូចយានឡើយទីឃាវុធសម្លឹងមើលរថយន្តអ្នកមានថ្មីដែលបោផុតទៅហើយគយគុណដោយខ្នាន់ខ្នាញ់នៅអាវកុំភ្លេគេរបស់ខ្លួនដែលប្រឡាក់ទឹកភក់ស្រមកស្ថានីយ៍ក្នុងពេលនោះពេញក៏ប៉ព្រែកដោយអ្នកដំណើរនិងអីវ៉ាន់មនុស្សទាំងនោះស្លៀកពាក់តាមតែបានមិនសូវស្អាតពេកទេនៅលីលំពាក់ពូនជាមួយត្រុកទេស្រស់ជាលត្រីញៀតកាញ់ត្រីឆ្អើរបាច់បន្លែនិងពួកជ្រូកដែលគេចងជើងទាំង4គូបគៀនហើយជះក្លិនហាក់ដូចជាពុំសូវធំស្រួលប៉ុន្មានឡើយក្នុងចំណោមមនីករនិងវត្ថុដែលកកុញជ្រៀតជើងពុំចុះនេះសម្លៀកបំពាក់បែបអឺរ៉ុប4-10មកលីលំផងបង្កើតនៅបរិយាកាសមួយប្លែកភ្នែកហើយឥតប្រាកដនិយមទីឃាវុធក្រឡេកឃើញពូម៉ាក់ក៏ញឹមទៅរកមិត្តពីរបីនាក់ស្ទុះមកចាប់សួរសុខទុក្ខដោយរីករាយហើយនិយាយចំអកអំពីខោអាវទីឃាវុធដែលប្រឡាក់ស្រមួញក្នុងពេលដើរតម្រង់ទៅរកបញ្ចូលលក់សម្បត្តិនីគំលុះក៏ប្រទាក់ផ្លូវគៀសនឹងបុរសម្នាក់ពាក់ក្រពីស្ឈានជើងចេញពីទីនោះមកទីឃាវុធសង្កេតស្គាល់ភ្លាមថាជាអ្នកបើកឡានរបស់អ្នកសើម
ហើយក៏ចោលភ្នែកតាមទៅបុរសរកក្រអឺតដោយអាចជើហ្វាយខ្លួនជាអ្នកមានពឹងដើមទ្រូងហើយដើរឆ្ពោះទៅរកឡានដែលចតអែបចិញ្ចាមថ្នល់ខាងជើងដល់ហើយក៏ហុចសម្បុតជិះរថភ្លើងទៅឲ្យស្ត្រី3នាក់ដែរឃើញស្រមោលស្លុងអង្គុយក្នុងយានអ្នកបម្រើនោះស្ទុះទៅបើកឃ្លុបឡានខាងក្រោយបញ្ចេញវ៉ាលីសពីធ្ងន់ដើរយួរនាំផ្លូវស្ត្រីទាំង3នាក់គឺយុវតីក្រមុំម្នាក់និងស្ត្រីកាន់តើមនុស្ស2នាក់ដែលយួរប្រអប់ស្បែកម្នាក់មួយទីឃីវុតភ្ញាក់ខ្លួនព្រឺតខ្លួនស្មានថាអ្នកសើមឲ្យនាំកូនចៅគាត់មកណាទៅណាឥឡូវមិនមែនសោះតើជនមិនស្គាល់ឈ្មោះទាំងនោះមកពីទីណាបានជិះឡាននេះមកឡើងរថភ្លើងសេចក្តីចង់ដឹងយ៉ាងនេះបាននាំឲ្យទីឃីវុតប្រញាប់ប្រញាល់ទៅទិញសម្បុត្រនឹងគេដោយភ្នែករំពេមើលម្ដងទៅលើស្ត្រីចម្លែកទាំង3នាក់តែកន្ទុយភ្នែកនេះកំឡោះសង្កត់ទៅលើមានវិច្រើនជាងយីនារីនេះប្រកបដោយសោភ័ណភាពឥតងាយរកមកផ្ទឹមបានទេហើយស្លៀកពាក់តែងខ្លួនក៏មើលមិនទាស់ភ្នែកសោះមើលចុះអាយុមិនលើសពី18ឆ្នាំទេភេទរភោសាច់ម៉ត់រាងមូលទ្រវែងបន្តិចតែប្រកបដោយគំនូសយ៉ាងសុក្រិតសក់រលុកអង្កាញ់ទូលាយហើយសិតរៀបយ៉ាងឆើតរង្វះមាត់តូចដែលមានបួរមាត់ពណ៌ទឹមសែតបណ្ដែតញឹមបង្ហាញនៅធ្មេញសល្អិតស្មើគ្នាឥតខ្ចោះអាវបើកក៏ពណ៌ផ្កាឈូកដែលមានកញ្ញំបួរដូចចង្កំផ្កាមុខជួយរំលេចលំអហើយសាកិតស៊ីនួនខ្ចីសំយងពាក់កណ្ដាលស្មងបង្ហាញនៅកំភួនរាវស្រសូរដែលមានភាគចុងបញ្ចប់បង្កប់ទៅក្នុងស្បែកជើងពណ៌ក្រមៅខាត់រលោងស្រីក្នុងសេចក្តីយល់សប្តិក្នុងការរវើវីទាំងភ្នែកស្រស់របស់ខ្លួនទីឃីវុតតែងតែបែងចែកលំអនារី3ប្រភេទទីតីពីគៀនប្រភេទទី1បានដល់ពួកយុវតីដែលប្រកបដោយសោភ័ណភាពខូលខើហើបបួលឲ្យស្ទុះទៅចាប់គញលេបដូចចំណីព្រោះបរិបូរណ៍ដោយសម្ផស្សដែលដេញដែលទាញសម្រាប់យ៉ាងខ្លាំងនារីប្រភេទនេះតាមមយោបល់របស់ចៅម៉ានភៀងមិនសូវចេះតែងខ្លួនទេច្រើនស្លៀកពាក់ពណ៌ឆើតលេចធ្លោពាក់មាសពេជ្រស្អេកស្កះហើយមានកាយវិការឆ្ងល់ពីសេចក្តីស្រគត់ស្រគំទៀតផងបើលំអខូខើជាបាតុកម្មខាងក្រៅឯលំអទី2តែងមានគុណភាពកប់ជ្រៅនៅខាងក្នុងវិញគឺលំអដែលបញ្ចេញឲ្យឃើញឲ្យសរសើរឲ្យស្ញែកបន្តិចម្ដងនៅទឹកដុំចិនតាថ្លាម៉ត់ម៉ងទុនត្រជាក់សរុបសេចក្តីទៅស្ត្រីដែលប្រកបដោយសោភ័ណភាពបែបនេះទំនៀមទម្លាប់យើងតែងតែហៅថាល្អគុណតែទីឃីវុតដែលមានគំនិតចាក់ស្រេះបន្តិចតែងចាត់ថាជាលំអដែលទីនៅស្មានចិត្តនិងសេចក្តីគោរពដូចមនោសញ្ចេតនាដែលអ្នកផងតែងមានចំពោះបងស្រីសោភ័ណភាពទី3របស់ទីឃីវុតតែងប្រគល់ដល់នារីមានកិរិយាទន់ភ្លន់មានគុណភាពស្រួយស្ដាងនាំឲ្យចិត្តបុរសចង់ជួយយកអាសាឬស្ទុះចេញការពារតែទល់នឹងសត្រូវទោះបីស្ត្រូវនោះមានរូបរូបក៏ដោយគឺលំអនេះហើយដែលតែងអង្រួនបេះដូងកវីបញ្ចេញជាពាក្យកាព្យឲ្យនៅគ្រប់ភាសាទីឃីវុតត្រិះរិះទទួលស្គាល់ថាសោភ័ណភាពទាំង3ប្រភេទនេះឥតមានព្រំដែនឬជញ្ជាំងមកកាត់បែងចែកឲ្យច្បាស់លាស់ទេដូចជាចិត្តអីចឹងដែលមនោសញ្ចេតនាតែងវិវត្តវិលពីទី1ទៅទី1ទៀតដូច្នោះស្ត្រីដែលប្រកបដោយលំអដែលអារម្មណ៍ដំបូងបន្ទុះឲ្យញាក់ញីនោះអាចคล้ายបានក្នុងកាលៈទេសៈថ្មីចម្លែកជាគុណភាពបណ្ដាលឲ្យថ្នាក់ថ្នមទៅវិញតែទោះជាយ៉ាងណាក៏ដោយទីឃីវុតចាត់នាងក្រមុំមិនទាន់ស្គាល់ឈ្មោះក្នុងប្រភេទទី3ស្រេចទៅហើយអ្នកដំណើរស្ត្រីទាំង3ដើរតាមថ្គង់ឡានចូលទៅក្នុងបន្ទប់ថ្នាក់លេខ3លុះបានរៀបដាក់វ៉ាលីសលើធ្នើស្រួលបួលហើយជននោះក៏សំពះលាស្ត្រីដោយគីភូតភាសាថៃ2ទៅ3ម៉ាត់នៅតែ15នាទីទៀតរថភ្លើងចេញហើយតាមធម្មតាថ្នាក់លេខ3ពុំសូវមានអ្នកជិះទេតែថ្ងៃនេះពេញដោយសិស្សលីសេកសតបយុវជនយើងដែលគោរពច្បាប់សុជីវធម៌ហើយកាន់សេចក្តីគួរសមយ៉ាងប្រពៃស៊ូទ្រាំនៅប្រជ្រៀតគ្នាក្នុងសង្កាត់ឯទៀតទាំងអស់ហើយបើសខ្លះក៏សុខចិត្តឈរតាមរបៀងទុកឲ្យស្រីបរទេសទាំងនោះអង្គុយសង្កាត់តែមួយដោយផាសុកទីឃីវុតដែលឡើងមកក្រោយគេរកកន្លែងជ្រើអង្គុយពុំបានក៏ដាច់ចិត្តចូលទៅរកជើងមកក្នុងសង្កាត់ស្ត្រីទាំងនោះដែរអ្នកកំឡោះចូលមកដោយស្ទាក់ស្ទើរហើយអៀនខ្មាស់ក្រៃលែង
ព្រោះខោអោប្រឡាក់ភក់យ៉ាងនេះតើធ្វើម្ដេចបើជៀសពុំរួចហើយគង់មានអ្នកខ្លះឆ្ងល់ថាតើហេតុដូចម្ដេចនារីដែលមានពាហនៈជាអ្នកសម្បូរដោយភោគទ្រព្យមកទិញសំបុត្រថ្នាក់លេខ3ម្ដេចក៏ពុំជ្រើសយកថ្នាក់លេខ2ឬលេខ1វិញដែលប្រកបដោយផាសុកភាពជាងត្រង់នេះយើងគួរយល់ថាសពដងសពការបន្ទប់លេខ1និងលេខ2តង់មានអ្នករាជការបារាំងឬនីតិហ៊ានបារាំងគេជិះទៅមកពុំលួសថ្ងៃទេធម្មតាជនជាតិអាស៊ីក្នុងសម័យនោះពុំសូវចង់លីលំនឹងពួកច្រមុះកង់ប៉ុន្មានឡើយឯអ្នកដំណើរមិនស្គាល់ឈ្មោះនេះសុទ្ធតែស្រីទៀតផងតែងមានសេចក្តីធុញទ្រាន់មិនចង់នៅជិតប្រុសអឺរ៉ុបពេកទេមួយទៀតតាមចំណាំរៀងមកថ្នាក់លេខ3ដែលមានរថមួយដាច់ពិសេសតែឯងនោះមិនសូវសម្បូរអ្នកជិះប៉ុន្មានទេព្រោះគេច្រើនតែនាំគ្នាទៅកកុញនៅយានថ្នាក់លេខ4ជាមួយនឹងជាលត្រីកញ្ចើបន្លែត្បិតក្នុងសម័យនោះឋានៈជីវិតនៅទាបខ្សោយណាស់នៅឡើយឥឡូវមកចំពុបលើថ្ងៃដែលថ្នាក់លេខ3ពេញណែនយ៉ាងនេះរថភ្លើងទៀងកញ្ចែវែងហើយត្អើក2-3ខិចទើបលួនចេញដំណើរទៅមុខនាងកញ្ញាអើតាមបង្អួចមើលទេសភាពវាលស្រែដែលដេកលក់នៅឡើយដោយដណ្ដប់ក្នុងគួយក្បាសនៃអាកាសចុះអប់ស្រមោលស្នូនៅមុខខ្ទមស្រែខ្លះជាអ្នកបញ្ជាន់ដែលកំពុងបង្វិលត្របាញ់លើភ្នែនកណ្ដាប់នៅគំនូចគោ4-5សត្វដែលមានមាត់ឃ្មុំនៅក្នុងកូនជាលភ្នែកក្រូចដើម្បីឲ្យអណ្ដាតវាពីស្គីវចាប់ដើមស្រូវសេរកណ្ដាលមនុស្ស2នាក់គិតតែបដូរយោបល់រប៉ាច់រប៉ោចមិនឈប់មាត់សោះឯមានវីនៅស្ងប់ស្ងៀមស្មារតីលឿនឡងព្រោះប្លែកមជ្ឈដ្ឋានហើយប្លែកទម្លាប់ពេកប្រៀបដូចជាមេដែកដែលមានឥទ្ធិធីពូទីនមជុលត្រីវិស័យឲ្យវិលទៅរកសោភនភាពនិងតុបតែងឆើតស្រស់នៃនារីបរទេសប្រទាញក្រសែភ្នែកទីឃាវុធឲ្យក្រលៀសចោលទៅចំជីញឹកញាប់យ៉ាងនោះដែរមួយសន្ទុះនីកំលុះក៏នឹកឃើញដល់សម្ដីនិយោជិកឲ្យស្ម័យយានម្នាក់ដែលបានប្រាប់ខ្លួនថាបើកាលណាមានអ្នកដំណើរច្រើនលើសលប់ក្នុងថ្នាក់ណាមួយមេខ្សែរភ្លើងអាចអនុញ្ញាតជាអាទិភាពឲ្យអ្នកជិះស្រីទៅអង្គុយនៅថ្នាក់ខ្ពស់ណាដែលមានកន្លែងនៅទំនេរនឹកឃើញសម្ដីនេះហើយអ្នកកំលុះក៏ក្រោកដើរចេញញែកហ្វូងពួកម៉ាក់ស៊ូតាមរបៀងហើយឆ្លងទៅមើលយានខាងក្រោយដែលចែកជាថ្នាក់លេខ2និងលេខ1ក្នុងពេលនោះបន្ទប់លេខ2នៅសល់ទំនេរស្អាតឯលេខ1មានគ្រួសារបារាំងតាំងនៅជាអ្នកដំកើងរឹតទីឃាវុធបាននាំដំណើរការនេះមកស្មើជាមួយមេខ្សែរភ្លើងដែលកំពុងក្រេបកាហ្វេខ្មៅភ្លុំឆាខ្វនៅក្នុងរថលក់បាយភ្នាក់ងារលុះបានស្រស់ស្រូបរួចហើយក៏នាំអ្នកកំឡោះមកជួបស្រីបរទេសអត់ទោសខ្ញុំចុះខុនទីឃាវុធនិយាយជាភាសាសៀមទៅកាន់នារីបើខ្ញុំនិយាយពុំច្បាស់ហើយពុំចំអក្សរកញ្ញានាងបែរភេទទៅមករកដោយភ្នែកមូលក្រឡងសម្ដែងការងឿងឆ្ងល់ហើយតបដោយសម្ដីទន់ផ្អែមល្ហែមត្រជាក់ទៅរកជាភាសាដែលថាខុនមានការអ្វីដែរដៃចង្អុលទៅភ្នាក់ងាររថភ្លើងទីឃាវុធតបថាលោកនីខ្សែរភ្លើងនេះបានអនុញ្ញាតនាងហើយនឹងអ្នកស្រីទាំងពីរអញ្ជើញទៅអង្គុយនៅថ្នាក់លេខ2វិញព្រោះកន្លែងនោះស្ងាត់ស្រួលជាងនៅទីនេះមានពួកអ្នករៀនច្រើនណាស់អរគុណលោកពេកនាងតបដោយញឹមបង្ហើបឲ្យឃើញធ្មេញតម្រៀបថាតែខ្ញុំនៅទីនេះស្រួលហើយតើមិត្តភក្តិខុនអាចចូលមកអង្គុយក្នុងសង្កាត់នេះបានដែរបើប្រជ្រៀតគ្នាបន្តិចក៏មិនអីទេកុំមានប្រសាសន៍យ៉ាងនេះគ្នាមិនហ៊ានមកទេឯខ្លួនខ្ញុំសោតតច្រកណាស់ហើយទើបខ្ញុំមិនស្មានថាខ្លួនខ្ញុំមានអំណាចអីដល់ម្លេះទេនាងតបដោយញឹមគ្រវីក្បាលដែលជាហេតុនាំឲ្យរយ៉ាបន្តោងត្រចៀកចោលរស្មីប្រងព្រាយនាងក្រោកឈរហើយបែរមុខទៅរកស្រីជួនដំណើរទាំងពីរនាក់មកបងទៅខុននេះមកបណ្ដេញយើងហើយថាហើយនាងសើចបន្តិចបង្ហាញឲ្យឃើញថានាងនិយាយលេងផងហើយអរគុណអ្នកកំលុះដែលជួយយកអាសាផងទីឃាវុធជួយយូវ៉ាលីសអ្នកដំណើរបរទេសហើយនាំផ្លូវទៅកាន់បន្ទប់លេខ2ដែលនៅទំនេរភីលៀងទាំងពីរអង្គុយទន្ទឹមគ្នានៅលើជើងម៉ាពីសពុកស្បែកម្ខាងហើយតរណីនាងអង្គុយត្រង់ជ្រុងម្ខាងក្បែរបង្អួចលុះបានរៀបចំវ៉ាលីស
នៅលើផ្ទាំងសំណាញ់សម្រាប់ដាក់អីវ៉ាន់រួចស្រេចបាច់ហើយទីឃាវុធក៏និយាយលាដកខ្លួនបំណងវិលទៅកន្លែងដាំខ្លួនវិញប៉ុន្តែកញ្ញាស៊ីមឃាត់ដោយចិត្តស្មោះថាសូមអរគុណគុណច្រើនដែលជួយឈឺឆ្អាលយើងខ្ញុំយ៉ាងនេះប៉ុន្តែបើគុណមានការអ្វីពិសេសទេឬពុំធុញទ្រាន់នឹងយើងខ្ញុំទេគុណនៅទីនេះហើយត្បិតយើងខ្ញុំជាអ្នកដំណើរភាសាខ្មែរក៏ពុំចេះសូមគុណជួយណែនាំឲ្យស្គាល់ស្រុកទេសផងបានឬធុញទ្រាន់នឹងនាងមានប្រសាសន៍អ្វីយ៉ាងនោះត្រូវតែខ្ញុំវិញទេដែលភ័យក្រែងនាងធុញទ្រាន់នឹងខ្ញុំមើលចុះខ្ញុំនិយាយភាសាថៃអរអ៊ូរកៈរកប់ខុសខ្លះត្រូវខ្លះឯសម្លៀកបំពាក់ខ្ញុំសោតក៏ពុំក៏បីផងមិនមែនដូច្នោះទេគុណដែលគុណជួយយកអាសានេះខ្ញុំនឹកគុណពុំភ្លេចឡើយយីចុះគុណដួលឯណាក៏ប្រឡាក់ខោអាវថ្មីអស់យ៉ាងនេះទីឃាវុធសេចក្ដីមួយសន្ទុះទើបដាច់ស្រេចថាគួរតែនិយាយការពិតប្រាប់នាងមានរថយន្តមួយបរមកជិះទឹកភក់លើខ្ញុំក្នុងពេលនោះខ្ញុំនឹកក្តៅឈួលដែរតែឥឡូវនេះបាត់ខឹងអស់ហើយអប្រហែលជាឡានដែលខ្ញុំបានជិះមកឡើងរថភ្លើងហើយមើលទៅសូមអភ័យទោសផងចុះសូហ្វ័រនោះហានអស់យ៉ាងហើយចង់តែពីលឿនមិនសូវគិតនាយអាយសោះគិតទៅផ្ទះដែលខ្ញុំបានមកសំណាក់នោះកាន់តែយកខ្ពស់អស់យ៉ាងហើយនេះក៏ដូចបោកដែរមិនអីទេនាងប្រឡាក់ប៉ុណ្ណោះថាហើយទីឃាវុធគិតចេញទៅក្រៅនាងកញ្ញាខាត់ទៀតយីខុនអញចែងទៅណានោះភូមិអីហ្នឹងនេះកំឡោះចោលភ្នែកទៅក្រៅឃើញយោស្មីរឿងនៃព្រះសុរិយាជះមកលើចំការចេកនិងស្លានៃភូមិអូស្រឡៅក៏ឆ្លើយប្រាប់នាងតាមពាក្យសួរដោយនាងជីកអង្វរពេកទីឃាវុធក៏ព្រមឈរចិត្តបង្អួចហើយនិយាយពន្យល់រាថាធិបាយការផ្សេងតាមស្រុកទេសដែលខ្សែភ្លើងកំពុងរត់កាត់ពីដល់មាត់ដែលសាយពីរូបកាយនាងហើយសេចក្តីរាក់ទាក់និងស្មោះស្ម័គ្រដែលចេញពីសម្ដីនាងបណ្ដាលឲ្យមានការស្រវឹងឲ្យមានការភ្លេចខ្មាស់អៀនព្រោះសម្លៀកបំពាក់មិនក៏បីនោះមករុំស្រោបវិញ្ញាណចៅម៉ានហើយនាំឲ្យសេចក្តីស្គាល់ចិត្តគ្នាកាន់តែលូតលាស់ឡើងនាងសួរឈ្មោះវាលស្រែឈ្មោះស្ថានីយ៍ឈ្មោះភូមិឈ្មោះភ្នំហើយទីឃាវុធឆ្លើយប្រាប់តាមតែធ្លាប់ដឹងរថភ្លើងក៏លឿនទៅមុខពេលវេលាក៏លឿនទៅមុខតែយុវជនទាំងពីរគ្មានចាប់អារម្មណ៍ចំពោះការរត់ឆ្ងាយនៃព្រះកាលទេម៉ោង 9 ក្បួនរថភ្លើងចេញផុតពីស្ថានីយ៍ពោធិ៍សាត់ហើយជ្រែកចូលក្នុងផែនព្រៃខ្លុងដែលសន្ធឹងវែងស្រោងសាងរំលីកម្ដងដល់ចំការកៅស៊ូទេសភាពលងមានអ្វីជាល្អគួររមើលមើលទៀតហើយចៅម៉ានក៏អញ្ជើញនាងទៅស្រស់ស្រូបឯបន្ទប់ភោជនីយដ្ឋានដោយភីលៀងជូនដំណើរទាំងពីរនាក់មិនព្រមទៅជាមួយផងព្រោះថាដើរក្នុងយានកំពុងបើកចេះតែវិលមុខតរុននិងនាយកំឡុះក៏លីលាឆ្ពោះទៅតែពីរនាក់ទៅមួយនៅជិតជ្រុងក្បែរបង្អួចឃ្លាតពីរនាក់បរិភោគឯទៀតបន្តិចបានបបួលឲ្យយុវជនជ្រើសយកដោយរួមទៅគ្នានាងពិសាអីទីឃាវុធសួរដោយសម្លឹងមើលបញ្ជីរីឈ្មោះមុខម្ហូបគុណពិសាអីខ្ញុំក៏យកនោះដែរដោយសាច់បន្តិចនាងបន្ថែមខ្ញុំមកស្រុកគុណស្រេចហើយគុណដឹកនាំទាំងអស់សម្ដីនេះនាំឲ្យនាយកំឡោះខ្មែរនិងក្រមុំសៀមសាច់ប្រៅស្មើគ្នាទីឃាវុធសង្កល់ថាគួរឲ្យអស្ចារ្យណាស់យើងទាំងពីរនាក់មិនទាន់ស្គាល់នាមគៀនផងក៏ទុកចិត្តគ្នាដូចមិត្តភក្តិស្គាល់ចិត្តថ្លើមគ្នាយូរយារមកហើយខ្ញុំសូមអភ័យទោសចំពោះការភ្លេចភ្លាំងដូច្នេះខ្ញុំឈ្មោះទីឃាវុធរៀននៅថ្នាក់ទី1ប៉ែកមធ្យមសិក្សានាវិទ្យាល័យស៊ីសវត្តនាងបើកបោបរបស់នាងយកនាមបានមួយសន្លឹកឲ្យទៅគូសន្ទនាដូចគុណឃើញស្រាប់ខ្ញុំឈ្មោះចន្ទមនីវិចិត្រករជាសិស្សនៅសាកលវិទ្យាល័យជូឡាឡុងកនតែនៅថ្នាក់ទាបនៅឡើយទេខ្ញុំធ្វើដំណើរទៅភ្នំពេញទៅលេងនឹងពុកខ្ញុំដែលមកសំណាក់អាស្រ័យនៅទីនោះគុណប្រហែលឮឈ្មោះឬស្គាល់ពុកខ្ញុំដែលមើលទៅគាត់ឈ្មោះថេពកុសុនវិចិត្រទេពឲ្យកសលវិចិត្រករដែលកាលពីមុនជាសត្វបីក្នុងកងទ័ពថៃហើយបានរត់ភៀសខ្លួនមកជ្រូកនៅកម្ពុជាក្រោយដែលមានរដ្ឋប្រហារក្នុងឆ្នាំ1937នាក្រុងទេពមហានគរបាងកក
អាថាហាស៊ីអុយសម្ដីចិនធ្វើម្ហូបសួរយ៉ាងនេះនាំឲ្យទីឃីវុឌ្ឍភ្ញាក់ខ្លួនព្រឺតត្រដដកខ្លួនពីការសិញ្ជឹងសិញ្ចប់នីកំឡោះបែជីញឹមទៅរកមានវីទៅបញ្ហាជីខ្មែរឲ្យយកបាយលីងសាច់ក្តាមលីសាច់មាន់ហើយដាក់ពងទាផងពីចានមកទឹកក្រូចពោតសាច់ច្របាច់ពីកែវប៉ុណ្ណឹងបានហើយបែរទៅរកកញ្ញាទីឃីវុឌ្ឍអធិប្បាយថាខ្ញុំបង្គាប់ឲ្យធ្វើម្ហូបឲ្យបានមាំធ្ងន់បន្តិចព្រោះទម្រាំដល់ភ្នំពេញថ្ងៃត្រង់ឯណោះបើពុំដូច្នេះទេរទេះភ្លើងរលាក់ត្រឹកធ្វើឲ្យយើងឃ្លានណាស់ខ្ញុំពេញចិត្តណាស់សូមអរគុណមិត្តថ្មងថ្មីបរិភោគបណ្ដានិយាយសំណេះសំណាលបណ្ដាដល់មកស្ថានីយ៍ទាំងថ្ងៃក្បួនរត់ដែលមកពីបាត់ដំបងក៏ត្រូវឈប់រងចាំខ្សែយានដែលទៅភ្នំពេញដើម្បីជិះកៀងក្នុងពេលនោះទីឃីវុឌ្ឍបាននាំនាងស៊ីមចុះដើរដើម្បីឲ្យបាត់រយដៃជើងភ្នែកនាងគយគន់ព្រៃប្រឹក្សាមាត់នាងនិយាយថាតាំងពីធំដឹងក្តីកាលណាមកខ្ញុំតែងនឹកចង់ឃើញស្រុកខ្មែរពន់ពេកនឹកស្រឡាញ់តែក្នុងចិត្តឥឡូវបានសម្រេចដូចប្រាថ្នាហើយដោយសារយើងមានទំនៀមទម្លាប់ដូចគ្នាមានប្រពៃណីកាន់សាសនាព្រមទាំងប្រកបដោយសម្បត្តិវប្បធម៌ដូចគ្នាថែមទៀតទើបពុកខ្ញុំកាលបើគាត់រត់ចោលស្រុកគាត់មកសុំស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញខ្ញុំរីករាយណាស់ដោយថានាងនឹងមកនៅក្រុងភ្នំពេញទីក្រុងនេះជនរួមជាតិខ្ញុំបានសរសើរថាស្អាតណាស់ពុកខ្ញុំបានទិញផ្ទះមួយនៅខាងជើងវត្តភ្នំសម្ដីនារីខាងចុងក្រោយបានធ្វើឲ្យចៅម៉ានចាប់អារម្មណ៍មួយភ្លាមយីគ្រួសារនាងនេះមានណាស់តើគេមានប្រាក់ទិញភូមិគ្រឹះមួយក្នុងសង្កាត់ដែលបរិបូរណដោយគេហដ្ឋានល្អស្អាតស្ដុកស្ដំរីឯគ្រួសារឯងនៅឯភូមិអូតាគីនៅចុងកាត់មាត់ញោកអោសេចក្តីសង្ឃឹមដែលពុជជាមួយក្នុងដួងចិត្តមួយសន្ទុះណាស់ហើយកុំគិតវែងពេកវានាំតែឈួតវើខួរក្បាលទេលុះខ្សែភ្លើងបានជិះគ្នាកាលណាទីឃីវុឌ្ឍបាននាំនាងកញ្ញាមកអង្គុយនៅបន្ទប់ថ្នាក់លេខ 2ដោយមុខស្ងួតមាលាដួងចិត្តដែលខ្លួនតែងយល់សប្ត្រវើវីឃើញឥឡូវបានប្រកាសរូបមកនៅចិត្តបង្កើយតែបែរជាឆ្ងាយទៅវិញព្រោះឈោងដៃមិនងាយដល់ចៅម៉ានពើផ្ទាំងសញ្ចប់ប្រះចាក់សេចក្តីរីករាយអស់រលីងតែនៅតែខំប្រឹងស្មារតីកុំឲ្យរីមាយដើម្បីចាំឆ្លើយនឹងសំណួរនាងនារីដែលបានសង្កេតទឹកមុខស្រពោនរបស់មិត្តថ្មីក៏នឹកក្រែងថាមានទុក្ខឬភារៈអ្វីដែលមិនគួរក៏បីនឹងសាកសួរឡើយអ្វីបើមានពិផលក្នុងចិត្តនាងគោរពតណ្ហាភាពដោយសម្លឹងទៅខាងក្រៅឥឡូវរថភ្លើងបានកាត់ផុតព្រៃក្រាស់ហើយមានវីក៏គយគុណជួរដើមត្នោតដែលដុះផ្ដុំគៀនមិនយូរប៉ុន្មានយានក៏ចូលមកដល់ស្ថានីយ៍ពោតចិនតុងពេលដែលត្រូវឃាតកាន់តែខិតជិតមកដល់ហើយតើនឹងជួបគ្នាទៀតឬទេគំនិតនេះនាំមកនៅសេចក្តីអួលផ្សាដែលចោលម្លប់ទៅលើទឹកមុខអ្នកអានដែលបានស្គាល់នៅចេតគំនិតនេះកំឡោះស្រេចមកហើយប្រហែលជាមិនសូវងឿងឆ្ងល់ពេកទេចំពោះកិរិយាចម្លែកយ៉ាងនេះដោយស្ងប់ស្ងួតទីឃីវុឌ្ឍនិយាយទៅកាន់គូសន្ទនាខុននៅរវាងដល់គីឡូម៉ែត្រទៀតទេយើងដល់ភ្នំពេញហើយថាហើយក៏ឈោងយកវ៉ាលីសពីផ្ទាំងសំណាញ់ដាក់ចុះមកលើក្តារដើម្បីឲ្យងាយលើកហុចទៅឲ្យអ្នកជញ្ជូនឯភីលៀងចាស់ពីរនាក់ដែលពុំបាននិយាយស្ដីអ្វីមួយម៉ាត់ជាមួយទីឃីវុឌ្ឍក៏ក្រោកឈររៀបរាប់ដែរចំណែកនារីនាងបើកក្របូបយួរយកកូនកញ្ចក់ឆ្លុះសម្រួលសក់ផាត់ម្សៅបណ្ដាលើភេត្រាហើយយកបណ្ដូលក្រហមមកជូតបន្ថែមលើបូមាត់កាយវិការដ៏សំសួននេះទីឃីវុឌ្ឍគយគុណមិនដាក់ភ្នែកទេដើម្បីចារិកទុកក្នុងហើទៃកុំឲ្យភ្លេចបានក្បាលរថភ្លើងទាញកញ្ឆ្វេងពីរបីដងហើយក៏ចូលទៅឈប់អប់ជំរកស៊ីម៉ង់ក្នុងពួកមនុស្សអ៊ូអរដែលមករកចាំអ្នកដំណើរមានបុរសម្នាក់អាយុប្រហែល40ប្លាយឆ្នាំសម្លៀកបំពាក់បែបអឺរ៉ុបហើយទឹកមុខរីកថ្ងាសមជាអ្នកមានចិត្តធម៌មានសេចក្តីប្រណីភ្នែកគាត់រំពៃមើលពីទូរភ្លើងមួយទៅទូរភ្លើងមួយទៀតនាងច័ន្ទមនីអើតាមបង្អួចឃើញក៏ស្រែកហៅភ្លាមខុន8ចោះ
ទឹកមុខគាត់ញញឹមព្រីទទួលសេចក្តីគោរពពីបុត្រីដែលលើកដៃប្រណម្យយ៉ាងទន់ភ្លន់ក្នុងពេលជាមួយនេះទីឃាវុត្តក៏បានហៅអ្នកជញ្ជូនអីវ៉ាន់ម្នាក់ទទួលយកវ៉ាលីសនាងរួចហើយក៏ទៅយកអីវ៉ាន់របស់ខ្លួនឯងចុះទៅដែរនីកំឡោះរៀបនឹងចូលទៅលានាងស្រាប់តែមានវីនាងហៅហើយប្រាប់ពុកថាខុនផែនេះនីទីឃាវុត្តដែលបានយកចិត្តទុកដាក់ខ្ញុំក្នុងដំណើរនេះកុំអីខ្ញុំប្រទះការលំបាកមិនតិចទេអតីតសក្តិបីស៊ីមញឹមហើយស្ទុះមកចាប់ដៃនីកំលោះយ៉ាងរាក់ទាក់អរគុណលោកក្មួយពេកគាត់និយាយខ្មែរប៉ៃឡាំបន្តិចអ្នកទាំងបីដើរចេញទៅដោយមានសាវជីនិងអ្នកជញ្ជូនអីវ៉ាន់ដើរតាមមកដែរឃើញពុកនាងខំរកពាក្យនិយាយភាសាខ្មែរដោយលំបាកនាងច័ន្ទមនីជំរាបគាត់ថាឲ្យនិយាយភាសាថៃទៅវិញទៅព្រោះទីឃាវុត្តចេះភាសានេះស្ទាត់ណាស់ឬនាងអួតយ៉ាងនេះទីឃាវុត្តមានទឹកមុខឡើងក្រហមហើយតបជាភាសាសៀមខុនមិនគួរបំភ្លើសយ៉ាងនេះសោះខ្ញុំរៀននៅស្រុកខ្មែរធ្វើម្ដេចនឹងនិយាយត្រូវអក្សរល្អភូតបានប៉ុណ្ណឹងហើយដល់ណាទៀតទៅលោកតកសតបលុះបានដល់រថយន្តអតីតនីទាហានកបបួរដោយស្មោះស្ម័គ្រលោកក្មួយមកជាមួយនឹងខ្ញុំមកខ្ញុំនឹងជូនដល់ទីកន្លែងសូមកុំព្រួយធ្វេសខ្ញុំមានពួកម៉ាក់ច្រើនណាស់ទៅចោកពុំកាត់ទេខុនកុំភ្លេចទៅលេងនឹងខ្ញុំណាជូនខ្ញុំដើរលេងផងខ្ញុំជាអ្នកចំណូលថ្មីមិនស្គាល់ស្រុកទេសោះឡើយពេលនោះពុកនាងបន្ថែមផ្ទួនលើសម្ដីធីតាអញ្ជើញកុំខានផ្ទះខ្ញុំលេខ92មហាវិធីមីសអញ្ជើញកុំខានខ្ញុំគ្មានស្គាល់នរណាទេនៅភ្នំពេញទីឃាវុត្តទទួលថាបាទដោយស្បើយហើយក៏សំពះលាមិត្តទំនើបដើរចេញទៅពុកនិងកូនក៏លូកដៃមកចាប់ដៃនីកំឡោះតាមទម្លាប់អឺរ៉ុបទីឃាវុត្តបានកាន់បាតដៃនាងមានសាច់ទន់មាត់មានម្រាមស្រួចស្រឡូនហើយក្រចកលាបថ្នាំក្រហមពណ៌ទឹមសិស្សកំឡោះដើរបន្តិចមកហើយងាកទៅឃើញរកឡានត្រីម៉ាកាទ្រូណូមួយបរចេញហើយបត់ឆ្ពោះទៅទីខាងជើង